បងម៉ែបងប្អូនថ្ងៃនេះធ្វើដំណើរតាមផ្លូវជួបក្មេងៗគាត់បង្ហោះខ្លែងឯកបងម៉ែបងប្អូនតែនៅម្ដុំគាត់នឹងស្បូរដើមថ្នោតស្បូរព្រៃពោះចឹងបងម៉ែបងប្អូនគាត់បង្ហោះខ្លែងឯកទៅវាតាក់ដើមឈើដើមអីបងម៉ែបងប្អូនអើយអាណិតគាត់ដែរហ្នឹងណាមកបើស្នាគាត់បាននេះកន្លែងវាលឆ្លាស់ចែគាត់បង្ហោះខ្លែងឯកយកតំណណាបងម៉ែបងប្អូនអើយវាអត់មានដើមថ្នោតតែមានដើមឈើពោះចឹងណាបាទគាត់បង្ហោះខ្លែងឯកដល់អែហ្មងហើយនេះគឺជាតំបន់ភ្នំមួយដែលខ្ញុំថតណាបងម៉ែបងប្អូនស្អាតណាភ្នំនេះតែស្ថិតនៅស្រុកអមលៀងបាទបងម៉ែបងប្អូនហើយខាងអមលៀងបាទផ្លូវភ្នំនឹងស្អាតណាបាទហើយគឺជាវាឆ្លាស់មួយបើស្នាគាត់បង្ហោះខ្លែងនៅតំបន់វាឆ្លាស់ហ្នឹងគឺល្អហ្មងបងម៉ែបងប្អូនវាមើលទៅវាអត់មានតាក់ដើមឈើដើមអីបានហើយមានតែប៉ុណ្ណឹងបងប្អូននេះជ្រុងដើមថ្នោតម្យ៉ាងដែរបងបានថ្នោតវាជាតំណាងរបស់ខ្មែរយើងបងប្អូនតំណាងឲ្យជាតិខ្មែរយើងដើមថ្នោតបានហើយមើលទៅសំណោះណាបងម៉ែបងប្អូនសំណោះជើងភ្នំព្រៃប្រក្សាអ្នកតាវអញ្ចឹងបងប្អូនអើយបាទមានតែប៉ុណ្ណឹងបងប្អូនអរគុណច្រើនបាទ